ดูซัวบางคนอันนี้ยมยอก็ทำไปมาเจอรวมជាមួយអ៊ំស្រីបងប្អូនតែឃើញអ៊ំស្រីដឹងស្គាល់គាត់ប្រកែរមណាតែនៅក្រៅខ្ញុំមកធៀមធានាទេហើយខ្ញុំឃើញអត់ដឹងថាគាត់រមប្រកែឬក៏ប្រកែនិយាយតែគាត់ថាខ្ញុំឃើញគាត់ដូចនិយាយថាអាយុគាត់ដូចជាម្ដាយខ្ញុំចឹងខ្ញុំក៏និយាយលេងគាត់ហើយខ្ញុំក៏សំណពរក៏សុំគាត់ក៏សុំខ្ញុំក៏សុំណាបងប្អូនដែលត្រូវការមានសម្ភារៈមានស្បៀងមានអីបងប្អូនអាចយកមកចូលរួមនៅកន្លែងពូថានិងម៉ាក់យ៉ែមយាយយ៉ែមណាយាយយ៉ែមតែខ្ញុំហៅម៉ាក់យ៉ែមគាត់អធិប្បាយអញ្ចឹងអាចយកមកចូលរួមនៅទីតាំងគាត់បានតែទីតាំងនៅណានៅទួលបរោបងនៅទួលបរោបងប្អូនណាហើយបើសិននៅខាងមងសាប្រហែលជា400ម៉ែត្រតែបងប្អូនមិនបារម្ភទេបងប្អូនមើលវីដេអូនេះបងប្អូនឆាតមកខ្ញុំនឹងតម្លាក់ location ហើយខ្ញុំនឹងផ្ដល់ទីតាំងឲ្យបងប្អូនដើម្បីយកជ្រួយមកដើម្បីដាក់នៅកន្លែងពូថាដើម្បីឲ្យពូថាគាត់យកទៅចែកដល់បងប្អូនទីស្រុកនិងវិរៈកងទ័ពខ្ញុំធានាថាបានតែបងប្អូនចូលរួមសូម្បីតែ1%ក៏អត់មានបាត់ផងដឹងតែដល់ដៃតែម្ដងបានបងប្អូនគុំបារម្ភឲ្យសោះហើយបើសិនជាបងប្អូនអត់ចង់មកឆ្ងាយបងប្អូនអាចចូលរួមមកកន្លែងខ្ញុំបានតែឃ្លាំងខ្ញុំនៅទូកោកខ្ញុំប្រមូលហើយខ្ញុំនឹងយកមកចូលឲ្យម៉ាក់យ៉ែមហើយនឹងពូថាដើម្បីទៅជួយទៅមុខពូថាគាត់អ្នកទៅយកទៅដល់ជួរមុខតែម្ដងបងប្អូនស្រីគាត់អ្នកនៅទទួលនៅឃ្លាំងគាត់ឈរលក់ផងគាត់ទទួលជំនួយផងចឹងអ៊ំស្រីមានអីជូនពរនិងអរគុណដល់ប្រទេសជាតិយើងនិងអ្នកចូលរួមនិងប្រជាជនយើងអត់ម៉ែជូនពរកូនគ្រប់គ្នាដែលជួយគ្រប់គ្រងបងតបយើងនៅជួរមុខហ្នឹងឲ្យសុខសុវត្ថិភាពហើយបងប្អូនទាំងក្រោយហ្នឹងចេះជួយឧបត្ថម្ភបងតបទៅមុខហ្នឹងអ្នកភាសាដែលភៀសខ្លួនពីសង្គ្រាមហ្នឹងចេះជួយគ្នាទៅកូនថ្មីខ្មែរជួយខ្មែរយើងមានអីយើងមានតែជួយគ្នាទេកូនបាទហើយបើសិនជាខ្ញុំវិញខ្ញុំសូមឲ្យប្រទេសជាតិខ្ញុំទាំងមូលឆាប់បានគ្រប់សន្តិភាពជនភៀសខ្លួនឆាប់បានទៅផ្ទះសម្បែងវិញជាមួយនឹងវិរៈកងទ័ពឆាប់បានទៅជួបជុំប្រពន្ធកូនគាត់វិញសង្ឃឹមថាសង្គ្រាមមួយនេះនឹងឆាប់ចប់អញ្ចឹងម៉ាក់យ៉ែមជាមួយខ្ញុំមករាសម្បត្តិក៏សូមអរគុណដល់បងប្អូនអត់ដែលបានចូលរួមបាទអរគុណច្រើនបាទអរគុណច្រើន